បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះគឺអត់បានទៅកំសាន្តព្រៃទេពុកម៉ែបងប្អូនអស់គ្នាបាទហ្នឹងហើយទំនេរនៅផ្ទះបាទរវល់ធ្វើការងារនៅផ្ទះទិញទួយទៅក៏ហើយអត់បានទៅព្រៃទេបាទហើយក៏លើកនៅឫស្សីមួយនេះបាទរៀងប្លែកមកថតជូនពុកម៉ែបងប្អូនទស្សនាបាទចំណុចដែលប្លែកគឺនៅកន្លែងដែលខ្ញុំថតជូនពុកម៉ែបងប្អូនទស្សនានឹងឯងបាទហ្នឹងហើយខ្នែងដែលខ្ញុំកាន់ហ្នឹងបាទហ្នឹងហើយគឺតេងមកក្រោមបាទហ្នឹងហើយតេងមកក្រោមខ្នែងហ្នឹងត្រូវនៅលើបាទនៅលើហើយតេងមកខាងក្រោមនេះបាទហើយចំណុចដែលរាងតេងហ្នឹងគឺមានលក្ខណៈរាងប៉ោងបាទរាងប៉ោងណាបាទរបស់ខ្លះគឺអាចមានហ្នឹងហើយតួអង្គគេនៅពុកម៉ែបងប្អូនហ្នឹងហើយបងខ្លះគាត់អត់ជឿជារឿងរបស់គាត់តែសម្រាប់ខ្ញុំគឺខ្ញុំជឿបាទយើងឃើញឫស្សីអញ្ចឹងឃើញថាធម្មតាសោះប៉ុន្តែរបស់ខ្លះគឺមានតួអង្គយានគេគង់នៅបាទហ្នឹងហើយអញ្ចឹងបងប្អូនដែលគាត់ជឿគឺគាត់ណាប្រកាសជាដឹងហើយបងដែលគាត់ជាអ្នកលេងបងដែលគាត់ជាអ្នកសិក្សារៀនណាបាទហ្នឹងហើយជាគ្រូជាអីចឹងទៅគឺគាត់កលេចទៅគាត់ដឹងបាទគាត់ដឹងព្រោះមានហ្នឹងហើយបងម្នាក់គាត់និយាយប្រាប់ខ្ញុំបាទហ្នឹងហើយគាត់បានចែកនៅប្រភេទជុំបាទឲ្យគាត់ហើយគាត់អត់បានតន់យកទៅផងបាទហ្នឹងហើយគាត់វយសម្លេងមកវិញបាទហ្នឹងហើយគឺគាត់និយាយថាគាត់ហ្នឹងទៅយកហើយកាត់ដៃកាត់ជើងហ្នឹងហើយកាត់ខ្នែងបាទហ្នឹងហើយគាត់នៅខាងនោះគាត់និយាយថាកាត់ដៃកាត់ជើងបាទកាត់ដៃកាត់ជើងគេអស់លីងបាទហ្នឹងហើយអញ្ចឹងគឺយើងអ្នកធម្មតាគឺយើងអត់ដឹងបាទអត់ដឹងដល់ពេលគេអ្នកដឹងគឺគេនិយាយមកអញ្ចឹងបងប្អូនអញ្ចឹងបងដែលគាត់ស្រឡាញ់ខាងអញ្ចឹងប្រកាសជាយល់ហើយបាទហ្នឹងហើយអញ្ចឹងចូលមកដល់នៅឫស្សីយើងវិញគឺនេះពុកម៉ែបងប្អូនបាទប្លែកមួយយ៉ាងបាទហ្នឹងហើយមើលដូចជាឫស្សីកដាសាច់ចឹងប៉ុន្តែនេះគឺមិនមែនកដាសាច់ទេខ្ញុំមើលដូចលក្ខណៈតេងប៉ុន្តែគ្រាន់ថាវាប្លែកបាទប្លែកនៅក្នុងថ្នាំងហ្នឹងគឺរាងខ្លីបន្តិចថ្នាំងហ្នឹងហើយប៉ោងបាទមានលក្ខណៈប៉ោងខ្លះហើយខាងលើខាងលើលហែកបាទខាងលើលហែកចឹងហើយបាទឃើញទេបាទហ្នឹងហើយលក្ខណៈប្លែកពុកម៉ែបងប្អូនហ្នឹងហើយក៏ថតជូនពុកម៉ែបងប្អូនទស្សនាទៅបាទហ្នឹងហើយនេះគឺជាប្រភេទឫស្សីភ្នំបាទបាទអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការចូលរួមនិងទស្សនាបាទជួបគ្នាវីដេអូក្រោយបន្តបាយបាយ